អីបានដាំដូចគ្នាអ្នកខ្លះដាំទៅបានផលដីល្អដែរមិនក៏ដាំទៅអត់សូវបានផលបាទមកស្រែចម្ងល់ទាំងអស់គ្នាបងប្អូនណាស្រែចម្ងល់យ៉ាងម៉េចទី1យើងធ្វើដីឲ្យស្អាតជួរដោយផាល3ណាជួរដោយផាល3ធំចំណុចទី2បន្ទាប់មកគឺយើងផ្គុំក៏ត្រូវតែផ្គុំរងឲ្យជ្រៅបាទចំណុចទី2គឺយើងគុំរងឲ្យជ្រៅបាទស្អាតលងក៏បានផលច្រើនរបៀបកណាចន្លោះរងប៉ុណ្ណឹងហើយកម្មរបៀបកម្មបងប្អូនកម្មពីដើមមួយបាទពីដើមនីមួយទៅដើមនីមួយគឺចម្ងាយវាគឺ5 ទឹកបងប្អូនណាបាទជាទូទៅ5 ទឹកខ្លះគេដាក់4 ទឹកទៅបាទដីកាលណាយើងធ្វើរសោះបែបនេះបងនេះដីយើងសោះបែបនេះមានន័យថាការដាំយើងទៅដោតឲ្យនឹងអញ្ចឹងមកពីចម្លោះបកគោលមួយទៅបកគោលមួយអញ្ចឹងកាលណាយើងធ្វើដីបានល្អផលហ្នឹងក៏ទិន្នផលក៏បានល្អដូចគ្នាបងប្អូនបាទចាប់ផ្ដើមធ្លាក់ភ្លៀងដើមឆ្នាំហើយទិដ្ឋភាពស្រស់បែបនេះបងប្អូនណាបងបាទស្ដីបងប្អូនបាទនេះខ្ញុំមកចង់ស្រាយបញ្ជាក់ការដាំដោតចូលទៅលើទ្រូងដែលយើងផ្គុំអញ្ចឹងយើងមើលទៅនេះបងប្អូននេះអាកន្លែងពួកលើនេះណានេះអាហ្នឹងចំណុចសំខាន់ណាបាទបើពួកហ្នឹងវាមានកម្លាំងពេលដែលយើងចាក់ចូលក្នុងដីនេះមកចាក់ចូលក្នុងដីចាក់ចូលក្នុងដីអញ្ចេះគឺវាទិន្នផលល្អបូករួមនឹងសាច់ដីដែលយើងផ្គុំមកដែលយើងល្អទៀតអញ្ចឹងបងប្អូនអញ្ចឹងកសិករដែលអ្នកដាំអ្នកđãធ្លាប់ដឹងដូចពីមុនខ្ញុំអត់ដឹងខ្ញុំដោតអាភ្នែកនេះខ្ញុំដោតអាភ្នែកចុះទៅក្រោមដល់អញ្ចឹងទៅអត់កើតទេបងប្អូនអត់ត្រូវដើមចាប់បងប្អូនដូចពីនេះហើយយងក្រៅហើយមើលបងប្អូនភ្លៀងហូរចាក់បងប្អូនហូរចាក់ទៅវាដីជាពូជពេញនិយមនៅទីផ្សារហើយម្សៅដើមល្អបាទម្សៅច្រើនមកចាប់បងប្អូនដូចពីនេះហើយមិនធម្មតាមើលបងប្អូនភ្លៀងហូរចាក់បងប្អូនហូរចាក់ទៅវាលុបដីជាពូជពេញនិយមលើទីផ្សារហើយម្សៅគឺល្អបាទម្សៅច្រើនណាបងប្អូនបាទហើយអត់ពិបាកលក់អីគេផ្សេងគេថោកអត់មានភ្ញៀវទិញចិនអត់ទិញតែពូជយ៉ងកៅនៅតែមានទីផ្សារអញ្ចឹងជាងងាយរស់ទីផ្សារព្រោះណាពូជដែលយើងមិនអាចមើលរំលងគឺពូជយ៉ងកៅនេះឯង